Tom គ្រប់នឹងជម្រាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាហ្នឹងហើយយើងខានជួបគ្នារឿងយូរដែរពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ទៅលើ Google Sheet កន្លងមកខ្ញុំចេញជាវីដេអូច្រើនដែរពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់អញ្ចឹងឥឡូវខ្ញុំមាន template ថ្មីមួយដើម្បីបង្ហាញជូនអ្នកទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹង stock control អូខេអញ្ចឹងសម្រាប់បងប្អូនគឺជាលោកគ្រូអ្នកគ្រូដែលមិនទាន់បាន subscribe ទៅលើ channel YouTube របស់ខ្ញុំទេសូមជួយ subscribe ខ្ញុំផងអូខេអញ្ចឹងមកខាត់ពេលយូរយើងចូលដល់វីដេអូរបស់យើងទាំងអស់គ្នាជាពាក់ព័ន្ធជាមួយនឹងនេះខ្ញុំបង្ហាញនៅ template ថ្មីមួយពាក់ព័ន្ធជាមួយនឹង stock control ចំពោះ stock control នេះទៀតតោតយើងមានចំណុចសំខាន់មួយចំនួនដែរទីមួយយើងអាចធ្វើការតាមដានទៅលើ stock របស់យើងបានថាតើ stock របស់យើងនៅសល់ក្នុងដៃប្រមាណហើយតាំងពីដើមមកតើ stock របស់យើងមានការប្រតិបត្តិការចេញចូល stock ប្រមាណគឺយើងអាចមើលនៅក្នុងនេះបានហើយមួយវិញទៀតគឺយើងអាចគ្រប់គ្រងប្រភេទ stock ដែលយើង return ត្រឡប់មកវិញ stock ខូចដែលយើង return ត្រឡប់មកវិញណាអានឹងក៏យើងអាចពិនិត្យមើលនឹងការ control បានដូចគ្នាហើយមួយវិញទៀតក៏យើងអាចពិនិត្យមើលទៅលើ report ឧទាហរណ៍តែយើងចង់ដឹងថានៅចន្លោះថ្ងៃទី1ដល់ចុងខែតើមាន transaction នេះគេខ្លះពាក់ព័ន្ធជាមួយនឹង stock របស់យើងអញ្ចឹងយើងអាចពិនិត្យមើលនៅក្នុង report នេះបានអូខេអញ្ចឹងមុននឹងធ្វើការ update តាក់ទងជាមួយនឹង stock ទាំងអស់នឹងបានគឺយើងត្រូវការមាន2ចំណុចដែរទី1ពាក់ព័ន្ធជាមួយនឹង stock list ជាពាក់ព័ន្ធជាមួយនឹង stock list នេះយើងធ្វើការបង្កើតដើម្បីបញ្ជាក់ថាតើក្នុងដៃរបស់យើងឬក៏នៅក្នុងឃ្លាំងរបស់យើងឬក៏នៅក្នុង stock របស់យើងហ្នឹងមាន item អីគេខ្លះមានប្រភេទ stock អីគេខ្លះឧទាហរណ៍ថាយើងចង់ប្រើប្រាស់ stock នេះពាក់ព័ន្ធជាមួយនឹងប្រភេទគ្រប់គ្រងសម្ភារៈការិយាល័យអញ្ចឹងយើងអាចរៀបចំតាម category នៅក្នុងនេះបានខ្ញុំឧទាហរណ៍ដូចជា stock list របស់ខ្ញុំនេះអញ្ចឹងខ្ញុំបង្កើតមានជាសភៅប៊ិចខ្មៅដៃកងត្រាបុគ្គលិកកិច្ចសន្យាអតិថិជនអីចឹងណានេះខ្ញុំអាចបន្ថែមផ្សេងតាមអ្វីដែលយើងមានក្រៅពីនឹងបានតែខ្ញុំឧទាហរណ៍ជា sample តើ5ចំណុចនេះទេហើយប្រភេទ type នេះគឺខ្ញុំដាក់តែ2ទេអញ្ចឹងបើសិនជាបងប្អូនចង់អាប់ដេតបន្ថែមអាចចុចលើសញ្ញាខ្មៅដៃឬក៏ edit button នេះចុចលើហ្នឹងគឺវាបង្ហាញនៅផ្ទាំងខាងស្ដាំដៃនេះគឺ data validation rule អញ្ចឹងនៅក្នុង data validation rule នេះយើងអាចកំណត់បានឧទាហរណ៍ថាយើងចង់ថែម item យើងអាចចុច add another item នេះមកគឺវាយើងអាចបន្ថែមបានដែរបើសិនជាយើងចង់កែយើងកែមកកន្លែងហ្នឹងណាអូខេខ្ញុំលុបវិញហ្នឹងហើយកន្លែងនេះគឺជាតម្លៃដែលយើងចង់ធ្វើការ record ទុកឧទាហរណ៍ថាសភៅហ្នឹងក៏យើងទិញចូលប្រមាណប៊ិចយើងទិញចូលប្រមាណខ្មៅដៃយើងទិញចូលប្រមាណនេះសម្រាប់អ្នកដែលគាត់គ្រប់គ្រង stock ការិយាល័យណាខ្ញុំអត់ focus ប្រភេទ stock ដែលគាត់លក់ចេញនិយាយពីតម្លៃលក់ចេញទេនិយាយពីតម្លៃដែលគាត់ការដែលគាត់ទិញចូល stock ហ្នឹងប្រមាណដើម្បីទុកជាតម្លៃមួយនៅពេលដែលស្នើសុំទៅខាងហាក់លើអញ្ចឹងយើងមានជាតម្លៃ quote មួយនៅក្នុងហ្នឹងណាមួយវិញទៀតនៅពេលដែលយើងប្រើប្រាស់ stock នេះដំបូងយើងត្រូវការ update stock ចុងក្រោយថា stock ចាស់របស់យើង old stock របស់យើងនោះប្រមាណអីម៉ានយើងអាច record ឬក៏កត់ត្រានៅក្នុងនេះបានដើម្បីចំណាំខ្លួនឯងថាការដែលយើងចាប់តាមប្រើប្រាស់ប្រព័ន្ធឬក៏ប្រើប្រាស់ template មួយនេះយើង record ថាសភៅរបស់យើងនៅសល់2ក្បាលប៊ិចរបស់យើងនៅសល់5ដើមអញ្ចឹងណាហើយកន្លែងនេះប្រភេទឯកតាឧទាហរណ៍យើងចង់កំណត់ឯកតាសភៅគឺជាក្បាលតែជាក្បាលបើយើងគិតជាឡូដែរជាឡូទៅអត់អីទេហើយដើមនេះបើយើងចង់សំទោសប៊ិចបើយើងចង់ដាក់ជាដើមគិតជាដើមក៏ដាក់ជាដើមទៅបើយើងចង់ប្រើប្រាស់គិតថាជាប្រអប់ម្ដងយើងថាយើងដក stock ណាដក stock ឬក៏ទិញ stock ចូលហ្នឹងគិតជាប្រអប់អូខេអានេះយើងដាក់ជាប្រអប់មកណាហើយមួយវិញទៀតកន្លែង description នេះយើងអាចសរសេរឬក៏ note អំពីការប្រើប្រាស់ឬក៏ note អំពីសម្គាល់ផ្សេងបន្ថែមបានតាមអ្វីដែលខ្លួនឯងចង់សម្គាល់ចង់កត់ត្រាទុកអញ្ចឹងណាហ្នឹងហើយអូខេចំពោះចំណុចទី2ឬក៏ CTP របស់យើងពាក់ព័ន្ធជាមួយនឹង stock tracking ចំពោះ stock tracking នេះវិញគឺយើងទាញទិន្នន័យឬក៏ទាញ drop list ចេញពី stock list ទេមានន័យថានៅពេលដែលយើង update stock list ចូលមានអីគេខ្លះ item របស់យើងឬក៏ stock name របស់យើងមានអីគេខ្លះយើងអាចប្រើ look up ចេញពីនឹងតែម្ដងមិនចាំបាក់វាយអីម្ដងទៀតដើម្បីវាស្គាល់អញ្ចឹងនៅពេលដែលយើងទាញlook up ឬក៏ទាញតាក់ទងជាមួយនឹងរូបមន្តផ្សេងគឺវាងាយស្រួលកន្លែងហ្នឹងណាចាំបើសិនជាករណីយើងវាយចូលធម្មតាវាអាចខុសជាមួយនឹង category ដែលយើងទាញរូបមន្តអីផ្សេងគឺពិបាកហ្នឹងគឺយើងងាយស្រួលម្យ៉ាងដែរតែឧទាហរណ៍ថាយើងទៅថ្ងៃនេះចុះថ្ងៃនេះទី26ចុះគាត់អត់ចាំទេឧទាហរណ៍មាន item ច្រើនឬក៏ប្រភេទ stock name ច្រើនរាប់រយ stock អីចឹងណារាប់រយ item អញ្ចឹងគាត់ឲ្យវាយតែមួយអក្សរទៅខ្ញុំឧទាហរណ៍វាយជាសន្យានេះតាមថាយើង select បានដែរវាតិចតែបើច្រើនយើងពិបាក scroll រកមើលអីណាមែនទេអញ្ចឹងបើយើងចង់វាយចូលឧទាហរណ៍យើងអក្សរកមួយអញ្ចឹងរាល់ item ណាដែលមានអក្សរកវា load មកញ៉េ load មកឲ្យយើងរើសអញ្ចឹងឧទាហរណ៍យើងចង់រើសកងត្រាបុគ្គលិកយើងដាក់កងត្រាបុគ្គលិកមក
មែនទេឧទាហរណ៍យើងចង់រើស sorry យើងចង់រើសដាក់កិច្ចសន្យាអតិថិជនយើងដាក់កិច្ចសន្យាអតិថិជនមកណាគឺវាលោតទេពេលនេះខ្ញុំ look up មកអូតូបណ្ដោយទីមុនមកអូតូហើយមួយវិញទៀតយើងupdate មក trend type របស់គាត់គេបន្តថាយើងចង់ប្រភេទថា stock ចេញប្រហែល2 stock ចេញ2យើង update តាមនឹងមក stock ចេញ2មែនទេ stock ចេញ2ហើយគុំម្ដងនៃការយក stock ចេញហ្នឹងអីគេបន្តថាប្រគល់ឲ្យ CO ចេះប្រគល់ឲ្យ CO នេះដាក់បែបនេះដល់ត្រូវអូខេពេញចេញឲ្យប្រើសម្រាប់បុគ្គលិកថ្មីណាប្រើសម្រាប់បុគ្គលិកថ្មីចេះមួយវិញទៀតបើសិនជាគ្នាយើងចង់អាប់ដេតបន្ថែមថានៅពេលដែលយើង select កិច្ចសន្យាហ្នឹងមកហើយបង្ហាញថា stock នៅសល់ប៉ុន្មានអីម៉ានក៏យើងមានជារូបមន្តក្នុងការទាញបន្ថែមបានដែរប៉ុន្តែដោយសារតែនៅក្នុងនេះខាងខ្ញុំអត់បានទាញមកចាស្ដែងទៅយើងអាចទាញបានដែរឧទាហរណ៍ថាយើងចង់ទាញថានៅពេលដែលយើង select stock នេះមកហើយយើងចង់ដឹងថា stock នៅសល់ប៉ុន្មានក៏បានដែរអត់អីទេយើងអាចទាញបានកន្លែងហ្នឹងណាប៉ុន្តែនៅក្នុងនេះដោយសារតែខ្ញុំទាញចូលទៅក្នុង stock control នេះហើយអញ្ចឹងយើងអាចដឹងបានថាប្រភេទកិច្ចសន្យារបស់យើងនៅសល់ប៉ុន្មានស្លឹកនេះសល់13ស្លឹកអញ្ចឹងយើងដកអស់2នេះដកអស់2ដំបូងសល់15នេះ15 stock ចាស់របស់យើងណា15អញ្ចឹងដកអស់2ដែលយើងនេះមិញណាគល់ឲ្យទៅ CO មិញណាអស់2អញ្ចឹងនៅសល់13អូខេនេះគឺជាការ update តទៅមួយនឹង stock tracking ឧទាហរណ៍ថាខូចប្រភេទសភៅខូចនេះប្រភេទសភៅខូចនេះដោយសារតែ CO គាត់ប្រើប្រាស់ទៅគាត់ខូចគាត់ return ត្រឡប់មកវិញឬក៏គាត់ប្រើប្រាស់អស់ឬក៏ផ្សេងគាត់ return មកក្នុង stock វិញយើងវិញនៅក្នុងការ claim ប្រភេទសភៅថ្មីអញ្ចឹងណាអាហ្នឹងគាត់អាចបកគោលឲ្យវិញយើងគាត់ត្រាយើង record ចូលនៅក្នុងនេះមកហើយវានឹង note នៅក្នុងនេះឲ្យយើងថាប្រភេទ stock ខូចដែលយើងប្រមូលមកវិញហ្នឹងមាន1អញ្ចឹងវាប៉ះពាល់ជាមួយនឹង balance នេះទេដោយសារតែយើងចេញ stock ម្ដងហើយយើងបកគោលឲ្យទៅ CO ក៏ប្រើប្រាស់ទៅខូចហ្នឹងណា CO ក៏ប្រើប្រាស់ទៅខូចអាហ្នឹងមានន័យថាវាអត់ប៉ះពាល់ជាមួយនឹង balance ទេដោយសារតែគាត់ប្រើប្រាស់ខូចយើងបកគោលឲ្យគាត់ម្ដងហើយយើងយកមកវិញអញ្ចឹងវាចូលទៅក្នុង stock code អូខេហ្នឹងហើយអញ្ចឹងពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ការ update វាអត់មានអីស្មុគស្មាញទេគឺវាសាមញ្ញងាយទី1យើងមានជា stock list ទី2យើងមានជាការ update tracking របស់ stock ចេញ stock ចូលខូចផ្សេងហ្នឹងណាហើយទី3យើងអាចក្តាប់បានតទៅជាមួយនឹង stock នៅក្នុងដៃសប្រមាណមានខូចប្រមាណអីប្រមាណអញ្ចឹងទៅវិញទៀតយើងចង់មើលថាតើក្នុងរយៈពេល1ខែនេះ transaction របស់យើងមានខែ5អញ្ចឹងណាមានថ្ងៃទី13 14 15អីចឹងទៅយើងចង់មើលថាតើ stock របស់យើងនៅចន្លោះថ្ងៃទី1ខែ6ដល់ថ្ងៃទីប៉ុន្មាននេះ from to ដល់ថ្ងៃទីឧទាហរណ៍ថាត្រឹមថ្ងៃ15ចុះពាក់កណ្ដាលខែអញ្ចឹងយើងមានប្រតិបត្តិការតែ2ទេពាក់ព័ន្ធជាមួយនឹងសម្ភារៈតែ2ទេចន្លោះថ្ងៃទី1ដល់ថ្ងៃ15នេះយើងមើល stock tracking របស់យើងអូខេមានតែ2នេះទេហើយយើងចង់ដាក់ដល់ចុងខែនឹងបន្ថែម2នេះឲ្យទៀតចឹងណាយើងដាក់ដល់ថ្ងៃទី30ខែ6គឺលោតមកបន្ថែម2ទេប៉ុន្តែនៅក្នុងនេះគឺបង្ហាញទាំងអស់មានន័យថាបង្ហាញទាំងសម្ភារៈបង្ហាញទាំងឯកសារឧទាហរណ៍យើងចង់មើលតែឯកសារទេតែមានឯកសារគេខ្លះដែរtransaction ចេញនៅក្នុងឬមួយក៏ tracking stock របស់យើងហ្នឹងចន្លោះថ្ងៃមួយខែចន្លោះថ្ងៃទី1ដល់ថ្ងៃទី30យើងរើសឯកសារមកគឺវាបង្ហាញតែឯកសារទេយើងចង់រើសសម្ភារៈគឺបង្ហាញតែសម្ភារៈទេអូខេហ្នឹងហើយអញ្ចឹងបើសិនជាយើងចង់ឃើញទាំងអស់ចង់មើលទាំងអស់យើងលុបប្រភេទនេះចោលទៅគឺវាលោតមកទាំងអស់ហើយណានេះពាក់ព័ន្ធជាមួយនឹងការ update ដូចជា template តាក់ទងជាមួយនឹង stock tracking អញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងដើម្បីជាការ review ទេហើយជួបគ្នានៅវីដេអូក្រោយពាក់ព័ន្ធជាមួយនឹងការ build ទៅលើ stock control របស់យើងឬក៏ពាក់ព័ន្ធជាមួយនឹង template មួយនេះអញ្ចឹងដើម្បីតាមដានវីដេអូក្រោយកុំភ្លេចចុច subscribe របស់គ្នាអរគុណច្រើន